បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹង Channel SB Report ដែលជា Channel ថតនៅស័ព្ទផ្សេងៗក៏ដូចជាបាទដំណើរកម្សាន្តផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរបាទថ្ងៃនេះគឺថាខ្ញុំបាទមកថតរូបភាពក៏ដូចជាវីដេអូដែលតាក់ទងទៅនឹងដំណើរកម្សាន្តដែលស្ថិតនៅក្នុងទឹកដីខេត្តកោះកុងបាទគឺនៅប្លុកឬក៏នៅម្ដុំស្ពានដំណាក់ក្បូនបងប្អូនណាគឺនៅពេលដែលរដូវបាទវស្សាគឺពោពេញទៅដោយទឹកជ្រោះហូរចេញពីតំបន់ភ្នំបាទផ្សេងក៏ដូចជាភ្នំជាច្រើននៅជុំវិញស្ពានដំណាក់ក្បូនបាទសម្រាប់ខែរដូវវស្សាបាទគឺពោពេញទៅដោយការចុះអាប់ឬក៏ពពកធ្លាក់បាទហើយបាទទឹកភ្លៀងហូរហៀបាទច្រើនមែនទែនបាទចេញពីតំបន់ភ្នំដែលនៅក្រវ៉ាត់នៅម្ដុំគេហៅថាស្ពានដំណាក់ក្បូនបងប្អូនណាបាទសម្រាប់ទីតាំងទាំងនេះនៅពេលដែលស្ថិតនៅក្នុងរដូវវស្សាបាទទឹកធ្លាក់ពីតំបន់ភ្នំផ្សេងឬក៏នានាបាទគឺទឹកថ្លាបាទមិនមែនទឹកល្អក់ទេបាទគឺទឹកថ្លាហើយយើងអាចងូតបាទលេងកម្សាន្តក៏ដូចជាបាទទស្សនាគយគន់នៅតំបន់ភ្នំគឺពោពេញទៅដោយការចុះអាប់និងបាទទឹកភ្លៀងបាទហើយនឹងពពកបាទទិដ្ឋភាពស្រស់ស្អាតមែនទែនសម្រាប់រដូវវស្សាផងដែរបាទសម្រាប់បងប្អូនដែលអញ្ជើញការធ្វើដំណើរនៅលើតំបន់គេហៅថាបាទស្ពានដំណាក់ក្បូនបាទគឺនៅតាមផ្លូវជាតិលេខ10ដែលយើងធ្វើដំណើរចេញពីបាទខេត្តពោធិ៍សាត់ក៏ដូចជាខេត្តបាត់ដំបងហើយនៅផ្លូវជាតិលេខ10ហ្នឹងគឺថាសម្បូរទៅដោយទឹកជ្រោះបាទទឹកជ្រោះធ្លាក់ពីភ្នំផ្សេងដូចជាបាទតំបន់ស្រស់ស្អាតផ្សេងពោពេញទៅដោយធម្មជាតិក៏ដូចជារុក្ខជាតិបាទស្រស់ស្អាតនិងលម្អបាទពោពេញទៅដោយផ្កាបាទចម្រុះពណ៌នៅតាមផ្លូវនៅផ្លូវជាតិលេខ10ផងដែរបងប្អូនណាបាទអរគុណណាស់បងប្អូនទាំងអស់គ្នាផងដែរបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share នៅ Channel SB Report ដែលជា Channel បាទដំណើរកម្សាន្តដូចជាការថតស័ព្ទផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណ